រសៀលឆ្កែលូល្វើយល្វើយអោស្វាយរៀងខ្ញុំមកតាដាំឡើយអស់ទាស់ឥឡូវក្មុំក្មុំដូចធ្វើការរោងចាំងអស់នៅសល់តែកំឡោះកំឡោះល្ងាចឡើងដើរបបួលគ្នាផឹកពីដើមខែច្រត់ដងស្ទូងមានក្មុំក្មុំទាំងវងយើងស្ទូងបលាយគ្នាសាច់កក្អាក់ឥឡូវខែស្ទូងឃើញតែយាយយាយចាំងក្រឹកត្រូវខ្យល់ជំនោកដឹកស្បាច់ប្រិតមើលមិនយល់ឡើយរំដួលស្វាយរៀងនាងទៅភ្នំពេញត្រឡប់មកវិញនិយាយប្រឡំ4ហើយ5ហើយពីពេញនៅស្រែមានស្នេហ៍អូនលែងនិយាយហើយធ្វើចរិតពី100ខ្លាចហើយក្លិនផ្កាកណ្ដៀងរសៀលឆ្កែលូល្វើយល្វើយអោស្វាយរៀងខ្ញុំមកតាដាំឡើយអស់ទាស់ឥឡូវក្មុំក្មុំដូចធ្វើការរោងចាំងអស់នៅសល់តែកំឡោះកំឡោះល្ងាចឡើងដើរបបួលគ្នាផឹកពីដើមខែច្រត់ដងស្ទូងមានក្មុំក្មុំទាំងវងយើងស្ទូងបលាយគ្នាសាច់កក្អាក់ឥឡូវខែស្ទូងឃើញតែយាយយាយចាំងក្រឹកត្រូវខ្យល់ជំនោកដឹកស្បាច់ប្រិតមើលមិនយល់ឡើយរំដួលស្វាយរៀងនាងទៅភ្នំពេញត្រឡប់មកវិញនិយាយប្រឡំ4ហើយ5ហើយពីពេញនៅស្រែមានស្នេហ៍អូនលែងនិយាយហើយធ្វើចរិតពី100ខ្លាចហើយក្លិនផ្កាកណ្ដៀងជំនោបងមករំភើយស្ពានអ្នកលឿងសាងហើយត្រានត្រើយកុំភ្លេចស្វាយរៀងយកប្តីស្រុកឯងចំបែងអូនស្ដាប់បងច្រៀងបើបានលឺសំនៀងជួយកងកាត់ឲ្យមរៀលផងខំពូស្នេហ៍បងអើយមានរឿងអ្វីប្រលឹងមកព្រួយបងភ័យខ្លាចណាស់តែស្រីនាងខឹងម្ដេចក៏យំមកយ៉ាងនឹងខឹងមិនបងរឿងអ្វីឬអូនប្រច័ណ្ឌនឹងមករឿងដែលហុំកន្លងបងឈួតមួយពេលខ្លីតែដល់ពេលនេះបងយល់ច្បាស់ហើយពិសីសូមអូនឈប់មកសង្ស័យគ្មានថ្ងៃក្បត់ស្រីទៀតទេមកលួចពួនយំសំងំយំតែម្នាក់ឯងឲ្យបងចំបែងស្ទើបែងអូឡាហ៊ានវះបេះដូងបើសិនជាអូនត្រូវការបញ្ជាក់ប្រាប់ថាសង្ខារបងផ្ញើលើស្រីញញឹមភ្លាមមកណាអូនកុំធ្វើមុខស្រពោនបងហាក់ធ្លាក់អោបជ័យបើអូនញញឹមជីវិតបងពិតមាន
ឲ្យបងចំបែងចំបែងស្ទើបែងអូរាហ៊ានវាំងបេះដូងបើសិនជាអូនត្រូវការបញ្ជាក់ប្រាប់ថាសង្ខារមកផ្ញើលើស្រីញញឹមភ្លៀងមកណាអូនកុំធ្វើមុខស្រពោនបងហាក់ធ្លាក់អោបជ័យបើអូនញញឹមជីវិតបងពិតមានន័យតើដឹងទេពិសីរូបស្រីជាជីវិតមកសៀលរេយំល្វើយលួយខាងដាងខ្ញុំមកកាលដើមឡើយស្ងាត់ឈឹងអីលើប្រែខ្លាយមួយតូចច្រឡំទេងកាយដៃរំពឹងថានឹងមានរាំងថ្មីចំណោបកមករំភើយធំលំមើរុកទៅជាតិគៀបជ័យចាញ់ចាំងដូចពេជ្រពីពេទ្យឡក្រៃដោះដាលគ្រប់វិស័យរាល់ថ្ងៃយើងបានសប្បាយទំព័រធម្មជាតិព្រៀបបានសវណ្ណបីដូចដួងច័ន្ទតែរះពេញបរមីហារីសុភាយដោះរាយកណ្ដាលគ្រូព្រៃខាងដូចប្រយ៉ាណនៃកំពុងពេញវ័យក្រហមអោខាយដាងដួងចិត្តអ្នកផ្ដល់ជីវិតឲ្យយើងបានសុខមយើងផុតទុក្ខភ័យរីករាយរស់ក្នុងជំរំដោយគុណមហាឧត្តមអង្គការថាប្រជាជាតិយើងធម្មជាតិព្រៀបបានសវណ្ណបីដូចដួងច័ន្ទតែរះពេញបរមីតារីកសុភាយដោះរាយកណ្ដាលទ្រូងស្រីខាងដូចប្រយ៉ាណនៃកំពុងពេញវ័យក្រហមអោខាយដាងដួងចិត្តផ្ដល់ជីវិតឲ្យយើងបានសុខមយើងផុតទុក្ខភ័យរីករាយរស់ក្នុងជំរំដោយគុណមហាឧត្តមអង្គការសហប្រជាជាតិយើង